តែងសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកចំណេះដឹងមួយពាក់ព័ន្ធជាមួយនឹងការបិទបញ្ជីប្រចាំឆ្នាំសម្រាប់អ្នកជាប់ពន្ធតូចដោយធ្វើការបិទបញ្ជីឬក៏ការប្រកាសពន្ធនៅក្នុងប្រព័ន្ធអនឡាញដែលយើងហៅថា TDT Tax Pre-Filing App សម្រាប់អ្នកជាប់ពន្ធតូចតែជាទូទៅការបិទបញ្ជីប្រចាំឆ្នាំនេះយើងតែងតែធ្វើឡើងនៅក្នុងចន្លោះពីខែ1ដល់ខែ3ហើយគោលបំណងនៃការបិទបញ្ជីនេះគឺទីមួយគឺយើងធ្វើឡើងគឺដើម្បីបំពេញកាតព្វកិច្ចពន្ធដារប្រចាំឆ្នាំចំពោះប្រភេទពន្ធលើប្រាក់ចំណូលហើយទី2នេះហើយទី2គឺយើងធ្វើការគណនាទៅលើប្រវត្តិការយើងពេញមួយឆ្នាំថាតើការរកស៊ីរបស់យើងពេញមួយឆ្នាំហ្នឹងមានការចំណេញឬក៏ខាតហើយបើសិនជាចំណេញយើងត្រូវបង់ពន្ធថែមដែរទេបាទទាំងអស់នេះខ្ញុំនឹងបញ្យល់នៅក្នុងកម្មវិធី TDT Tax Pre-Filing App ដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់បាទដើម្បីបិទបញ្ជីបានក៏ធ្វើការប្រកាសពន្ធប្រចាំឆ្នាំបាននៅក្នុងកម្មវិធី TDT Tax Pre-Filing App បងប្អូនត្រូវត្រៀមទិន្នន័យឬក៏ស្រង់ទិន្នន័យសំខាន់មួយចំនួនដើម្បីយកទៅបំពេញនៅក្នុងកម្មវិធី TDT Tax Pre-Filing App បាទអ្វីដែលបងប្អូនត្រូវស្រង់គឺទី1ត្រូវសរុបចំណូលប្រចាំឆ្នាំនៅក្នុងរយៈពេល12ខែពីខែមករាដល់ខែ12ហើយនឹងចំណាយផ្សេងៗទៀតមានចំណាយលើបុគ្គលិកចំណាយថ្លៃទឹកថ្លៃភ្លើងចំណាយលើការជួលប្រសិនបើមានចំណាយរំលោះហើយចំណាយផ្សេងទៀតបាទនេះគឺជាអ្វីដែលបងប្អូនត្រូវត្រៀមមុននឹងចូលទៅក្នុងកម្មវិធី Tax Pre-Filing App ដើម្បីធ្វើការប្រកាសពន្ធប្រចាំឆ្នាំបាទដើម្បីធ្វើការប្រកាសពន្ធប្រចាំឆ្នាំឬក៏បិទបញ្ជីប្រចាំឆ្នាំរបស់អ្នកជាប់ពន្ធតូចបានសូមបងប្អូនទាំងអស់គ្នាចូលទៅកាន់ App របស់ពន្ធដារដែលហៅថា TDT Tax Pre-Filing App បាទសម្រាប់បងប្អូនដែលមិនទាន់បាន download សូមធ្វើការ download នៅ TDT Tax Pre-Filing App ដូចនៅបង្ហាញហ្នឹងអាច download បាននៅក្នុង Play Store ឬក៏ App Store ឬក៏ចូលទៅ website របស់អគ្គនាយកដ្ឋានពន្ធដារធ្វើការ download បានបាទសម្រាប់ខ្ញុំមានហើយខ្ញុំសូមចូលទៅតែម្ដងបាទនៅពេលដែលចូលមកសូមបងប្អូនទាំងអស់គ្នាវាបញ្ចូលនៅ username ដែលយើងអាច login បានតាមរយៈ email ដែលយើងបានចុះឈ្មោះនៅអគ្គនាយកដ្ឋានពន្ធដារបាទនៅពេលដែលបងប្អូន log ចូលមកសូមធ្វើការ log ចូលហើយបន្ទាប់មកវាយ password របស់អីទៅបាទនៅពេលដែលបងប្អូន log ចូលហើយបងប្អូននឹងឃើញផ្ទាំងនៅលើអេក្រង់ទូរស័ព្ទហ្នឹងបង្ហាញអំពីព័ត៌មានមានដូចជាព័ត៌មានពាក់ព័ន្ធជាមួយនឹងឈ្មោះអាជីវកម្មរបស់បងប្អូនដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារហ្នឹងបងប្អូនសូមយកដៃបងប្អូនចុចប៉ះទៅលើឈ្មោះអាជីវកម្មរបស់បងប្អូនដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារបាទបន្ទាប់មកប្រព័ន្ធនឹងបង្ហាញនៅមុខងារផ្សេងឲ្យបងប្អូនឃើញប៉ុន្តែអ្វីដែលជាគោលដៅរបស់យើងនៅក្នុងពេលនេះគឺយើងរៀនអំពីការប្រកាសពន្ធប្រាក់ចំណូលប្រចាំឆ្នាំបាទហ្នឹងសូមជ្រើសរើសមុខងារមួយនេះប្រកាសពន្ធប្រាក់ចំណូលប្រចាំឆ្នាំបាទមកដល់កន្លែងនេះគឺយើងចូលមកបំពេញព័ត៌មានបាទទី1គឺបងប្អូនជ្រើសរើសទៅតាមព័ត៌មានខាងក្រោមទី1ពាក់ព័ន្ធទៅនឹងការីបរិច្ឆេទសារពើពន្ធបាទការីបរិច្ឆេទសារពើពន្ធនេះមានឆ្នាំបង់ពន្ធបាទអញ្ចឹងបងប្អូនកំពុងតែបិទបញ្ជីនៅក្នុងឆ្នាំណាឧទាហរណ៍ថាឆ្នាំ2025សូមជ្រើសរើសយកឆ្នាំ2025បាទបន្ទាប់មកសូមជ្រើសរើសខែបើយើងបិទបញ្ជីពេញមួយឆ្នាំសូមជ្រើសរើសយកពីថ្ងៃ1ខែ1ឆ្នាំ2025ដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025បាទបន្ទាប់មកនៅកន្លែងចំណុចមួយនេះការកាន់កាប់បញ្ជីការគណនេយ្យសាមញ្ញបាទកន្លែងនេះមានពីរជម្រើសឲ្យរើសទី1ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់កម្មវិធីកុំព្យូទ័របើសិនជាអាជីវកម្មរបស់បងប្អូនមានប្រើប្រាស់កម្មវិធីកុំព្យូទ័រសម្រាប់គ្រប់គ្រងចំណូលចំណាយដូចជាកម្មវិធី QuickBooks ជាដើមខ្ញុំសូមជ្រើសរើសទី1ហើយបញ្ចូលឈ្មោះកម្មវិធីមកតែបើសិនជាអត់ទេសូមជ្រើសរើសយកមិនប្រើប្រាស់កម្មវិធីគណនេយ្យកុំព្យូទ័របាទហើយសម្រាប់ការបតង់នេះមួយទៀតការលើកលែងពន្ធប្រាក់ចំណូលនេះនឹងសូមបងប្អូនជ្រើសរើសតាមស្ថានភាពជាក់ស្ដែងរបស់បងប្អូនមកបាទហើយអ្វីជាឧទាហរណ៍នេះគឺខ្ញុំដាក់ជ្រើសរើសក្នុងឆ្នាំ2023បាទហ
ហើយបន្ទាប់មកកន្លែងនេះអត្រាពន្ធលើប្រាក់ចំណូលនេះសូមបងប្អូនคลิกបាទសូមបងប្អូនคลิกអត្រាកំណើនតាមថ្នាក់ពី0ដល់20%បាទចឹងនៅពេលដែលជ្រើសរើសព័ត៌មានប៉ុណ្ណឹងហើយសូមធ្វើការចុចប៊ូតុងបន្ទាប់ដែលមានពណ៌បៃតងនេះបាទនៅកន្លែងនេះគឺប្រព័ន្ធនឹងបង្ហាញអំពីព័ត៌មានចុះបញ្ជីពន្ធដារអ្នកបងប្អូនធ្វើការផ្ទេរផ្ទាត់មកព័ត៌មានដែលប្រព័ន្ធបង្ហាញនេះមានភាពត្រឹមត្រូវឬក៏យ៉ាងណាបងប្អូនធ្វើការផ្ទេរផ្ទាត់មកនៅពេលដែលផ្ទេរផ្ទាត់រួចហើយសូមធ្វើការចុចប៊ូតុងបន្ទាប់បាទនៅកន្លែងនេះប្រព័ន្ធតម្រូវឲ្យបងប្អូនបំពេញព័ត៌មានក្រុមហ៊ុនសហកម្មសិទ្ធិបាទអញ្ចឹងបើសិនជាបងប្អូនចុះបញ្ជីជាក្រុមហ៊ុនរូបវន្តបុគ្គលអញ្ចឹងចំណុចនេះមិនចាំបាច់បំពេញទេតែបើអាជីវកម្មរបស់បងប្អូនចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារជាក្រុមហ៊ុនសហកម្មសិទ្ធិអាហ្នឹងចាំបងប្អូនចូលមកបំពេញព័ត៌មានបន្ថែមក្រុមហ៊ុនសហកម្មសិទ្ធិបាទតែសារៈនេះជាឧទាហរណ៍គឺខ្ញុំអត់ចូលទៅបំពេញទេខ្ញុំបងប្អូនអាចចុចលើប៊ូតុងបន្ទាប់បានបាទជំហានបន្ទាប់គឺកន្លែងនេះគេឲ្យបំពេញពាក់ព័ន្ធជាមួយនឹងអ្នកគ្រប់គ្រងជាសមាជិកក្រុមហ៊ុនសហកម្មសិទ្ធិបាទអញ្ចឹងបានន័យថាបើសិនជាក្រុមហ៊ុនរបស់យើងជាក្រុមហ៊ុនចំជីជាមួយអគ្គនាយកដ្ឋានពន្ធដារហ្នឹងជាក្រុមហ៊ុនសហកម្មសិទ្ធិអញ្ចឹងគេនឹងឲ្យបំពេញព័ត៌មានមួយចំនួនទៀតដូចជាឈ្មោះអ្នកដែលគ្រប់គ្រងឈ្មោះបុគ្គលិកដែលជាអ្នកគ្រប់គ្រងតំណែងនេះជាដើមទៅតាបាទតែដូចខ្ញុំឧទាហរណ៍ហ្នឹងយើងរៀនខ្លីៗពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនរូបវន្តបុគ្គលបាទអញ្ចឹងយើងបាទសម្រាប់ជំហានបន្ទាប់នេះគឺពាក់ព័ន្ធជាមួយបញ្ជីស្តុកទំនិញបញ្ជីស្តុកទំនិញនេះគឺសំដៅទៅលើទំនិញដែលយើងបានទិញមកសម្រាប់លក់បាទអញ្ចឹងដើម្បីបញ្ចូលស្តុកទំនិញយើងចុចលើពាក្យបន្ថែមទំនិញបាទអញ្ចឹងកន្លែងឈ្មោះទំនិញនេះយើងបញ្ចូលមកឧទាហរណ៍ថាយើងលក់ម៉ូតូអញ្ចឹងយើងវាយឈ្មោះទំនិញដាក់ម៉ូតូមកតបមកកន្លែងស្តុកទំនិញដើមគ្រានេះគឺសំដៅទៅលើស្តុកទំនិញដែលយើងនៅសល់ពីចុងឆ្នាំ2024មកបាទយ៉ាងឧទាហរណ៍ថានៅចុងឆ្នាំ2024ហើយ31ខែ12យើងបិទទៅយើងនៅសល់ម៉ូតូចំនួន5គ្រឿងហើយមួយគ្រឿងចំនួនតម្លៃវាក្នុងមួយឯកតាគឺ5លានរៀលបាទតបមកកន្លែងបញ្ជីទំនិញចូលក្នុងគ្រានេះគឺសំដៅទៅលើចំនួនទំនិញដែលយើងទិញមកសម្រាប់លក់នៅក្នុងឆ្នាំ2025ឧទាហរណ៍ថានៅក្នុងឆ្នាំ2025យើងទិញម៉ូតូចូលចំនួន65គ្រឿងហើយក្នុងមួយគ្រឿងតម្លៃ5លានរៀលដូចគ្នាបាទនៅចុងក្រោយស្តុកទំនិញចុងគ្រានេះគឺសំដៅទៅលើស្តុកទំនិញដែលនៅសល់ដែលយើងមិនទាន់លក់ដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025អញ្ចឹងថ្ងៃ31ខែធ្នូឆ្នាំ2025យើងបិទទ្វារទៅឈប់លក់អញ្ចឹងអាស្តុកម៉ូតូនេះនៅសល់ប្រមាណគឺយើងរាប់ចាក់ស្ដែងហើយយើងមកវាយបញ្ចូលមកបាទឥឡូវឧទាហរណ៍ថាស្តុកចុងគ្រាយើងនៅសល់10គ្រឿងហើយមួយគ្រឿងគឺតម្លៃ5លានដូចគ្នាបាទយើងទិញព័ត៌មានតនេះចប់យើងចុចរក្សាទុកបាទនៅពេលដែលយើងចុចរក្សាទុកហើយបើសិនជាយើងមានទំនិញដែលត្រូវថែមទៀតលើសពី1យើងអាចចុចលើប៊ូតុងបន្ថែមថ្មីនេះបានបាទបើសិនជាអស់ហើយយើងអាចចុចនៅលើប៊ូតុងត្រួតពិនិត្យចំនួនសរុបនេះបាទនៅពេលដែលយើងចុចត្រួតពិនិត្យចំនួនសរុបយើងសូមធ្វើការផ្ទេរផ្ទាត់បាទសូមធ្វើការផ្ទេរផ្ទាត់ទៅតាមមុខទំនិញមួយហើយចុងក្រោយសូមមកមើលកន្លែងថ្លៃដើមទំនិញបានលក់បាទថ្លៃដើមទំនិញបានលក់នេះគឺសរុបចំនួន300លានរៀលបាទកន្លែងនេះគឺយើងត្រូវយកទឹកលុយ300លានរៀលនេះទៅបំពេញជំហានបន្ទាប់បាទយើងត្រួតពិនិត្យរួចហើយសូមចុចប៊ូតុងពណ៌បៃតងដើម្បីទៅមុខទៀតតបមកកន្លែងកណនីរំលោះតាមច្បាប់សារពើពន្ធបាទកន្លែងនេះខ្ញុំសូមបញ្យល់បន្តិចបើសិនជាយើងមានទ្រព្យសកម្មរយៈពេលវែងដែលយើងប្រើប្រាស់ដើម្បីប្រកបអាជីវកម្មឧទាហរណ៍ថាហាងលក់ម៉ូតូគាត់មានរថយន្តដឹកទំនិញមួយសម្រាប់ដឹកម៉ូតូជួយអតិថិជនចាស់បាទអញ្ចឹងយើងត្រូវចូលមកបើមានទ្រព្យសកម្មបែបនេះយើងចុចលើពាក្យបន្ថែមទ្រព្យអចលនទ្រព្យបន្ទាប់មកកន្លែងឈ្មោះអចលនទ្រព្យនេះយើងបញ្ចូលមកឧទាហរណ៍ថារថយន្តមួយគ្រឿងអញ្ចឹងទៅបន្ទាប់មកតម្លៃនៃសល់ចុងក្រោយពីឆ្នាំមុនគឺសំដៅទៅលើតម្លៃរថយន្តដែលយើងមិនទាន់រំលោះដែលនៅសល់ពីចុងឆ្នាំ2024បន្ទាប់មកចំណុចបន្ទាប់គឺតម្លៃទំនិញតម្លៃទិញទ្រព្យសកម្មរយៈពេលវែងសរុបអញ្ចឹងបានន័យថានៅក្នុងឆ្នាំ2025យើងមានទិញទ្រព្យសកម្មចូលប្រមាណឧទាហរណ៍យើងទិញឡានខែមួយគ្រឿងទៀតអញ្ចឹងយើងបញ្ចូលមកក្នុងមួយគ្រឿងតម្លៃប៉ុន្មានបន្ទាប់មកទ្រព្យសកម្មលក់ចេញឬបញ្ចេញចោលគឺសំដៅទៅលើទ្រព្យសកម្មដែលយើងជួបប្រើប្រាស់
ហើយយើងលក់ចេញអញ្ចឹងបើបានព្រៀងតម្លៃប្រមាណតម្លៃលក់ហ្នឹងយើងដាក់ចូលមកហើយបន្ទាប់ទៀតមូលដ្ឋានគិតរំលោះក្នុងការីបរិច្ឆេទចាំកន្លែងនេះតម្លៃកន្លែងនេះគឺប្រព័ន្ធនឹងគណនាឲ្យអូតូទេហើយអត្រារំលោះនេះសម្រាប់អ្នកជាប់ពន្ធតូចគឺខែ 30% ហើយទឹកប្រាក់រំលោះសម្រាប់ការីបរិច្ឆេទនេះក៏ប្រព័ន្ធនឹងគណនាឲ្យអូតូដែរបាទអញ្ចឹងកន្លែងទឹកប្រាក់សម្រាប់រំលោះនេះបើសិនជាប្រព័ន្ធគណនាឃើញប៉ុន្មានសូមបងប្អូនទាំងអស់កត់ត្រាតួលេខនោះដើម្បីយកទៅបំពេញនៅក្នុងជំហានបន្ទាប់បាទនៅពេលយើងបំពេញតួលេខអស់ហើយយើងចុចឯកសារទុកនេះមកតែខ្ញុំអត់មានបំពេញទេខ្ញុំអត់ចុចឯកសារទុកទេខ្ញុំចុចបោះបង់បន្ទាប់មកនៅកន្លែងបៃតងនេះសូមបងប្អូនចុចលើប៊ូតុនបៃតងនេះដើម្បីទៅមុខទៀតបាទនៅកន្លែងនេះជាការឧទាហរណ៍បាទគឺកន្លែងគណនាពន្ធលើប្រាក់ចំណូលបាទកន្លែងនេះកន្លែងសំខាន់តារាងនេះគឺតារាងសំខាន់មែនទែនសម្រាប់គណនាពន្ធលើប្រាក់ចំណូលថាតើយើងជាប់ពន្ធត្រូវបង់ថែមឬក៏អត់បាទអញ្ចឹងកន្លែងនេះ B0 ដាក់ចំណូលពីអាជីវកម្មបាទចំណូលពីអាជីវកម្មមានទី1ចំណូលពីការលក់ទំនិញ B1 បាទនៅក្នុងនេះឧទាហរណ៍ថានៅក្នុងឆ្នាំ2025នេះចំណូលពីការលក់ម៉ូតូសរុបតែខ្ញុំឧទាហរណ៍ពីមុនថាយើងមានចំនួន360លានបាទរយៈពេលពេញមួយឆ្នាំតបមកចំណូលពីការផ្គត់ផ្គង់សេវាផ្សេងៗនេះគឺអត់មានទេហើយមួយទៀតកន្លែងចំណូលពីសកម្មភាពអាជីវកម្មសរុបនេះប្រព័ន្ធនឹងគណនាឲ្យអូតូបាទតបមកកន្លែងថ្លៃដើមទំនិញនិងសេវា B3 បាទកន្លែងនេះថ្លៃដើមទំនិញបានលក់ទឹកលុយនេះគឺយើងយកពីកន្លែងគណនាកន្លែងបញ្ចូលបញ្ជីស្តុកទំនិញដែលខ្ញុំបានទៅយកពីមុនហ្នឹងអញ្ចឹងបញ្ចូលបញ្ជីស្តុកទំនិញទៅយើងឃើញប្រមាណគឺយើងមកដាក់ចូលបាទនៅខាងនេះឧទាហរណ៍នេះគឺមានទឹកប្រាក់ចំនួន300លានរៀលខ្ញុំបញ្ចូល300លានរៀលតបមកថ្លៃដើមសេវាផ្សេងៗអត់មានយើងវាយបញ្ចូល0អញ្ចឹងយើងបានថ្លៃដើមទំនិញនិងសេវាសរុបនេះគឺ B3 គឺទឹកប្រាក់សរុបចំនួន300លានរៀលបាទកន្លែងនេះប្រព័ន្ធឯកណនាឲ្យអូតូដែរទេតបមកកន្លែងចំណូលដល់ B6 បានន័យថាយកចំណូលពីការលក់ប្រចាំឆ្នាំដកជាមួយថ្លៃដើមប្រចាំឆ្នាំដកចូលគ្នាទៅឃើញប្រមាណបាទអញ្ចឹងបានន័យថាកន្លែងចំណូលដល់នេះប្រព័ន្ធគណនាឲ្យអូតូមកគឺចំណេញឃើញ60លានរៀលបាទតបមកកន្លែង B7 ចំណូលផ្សេងបាទចំណូលផ្សេងបើសិនជាមានទៅចូលមកបើសិនជាអត់ទេវាយលេខ0នៅក្នុងបង្ហាញហ្នឹងមកតបមកចំណាយបុគ្គលិកបាទចំណាយបុគ្គលិកនេះខ្ញុំឧទាហរណ៍ថាក្នុងមួយឆ្នាំគឺយើងចំណាយអស់6លានរៀលតបមកចំណាយទឹកភ្លើងប្រេងនិងថែមពលផ្សេងឧទាហរណ៍ថាក្នុងមួយឆ្នាំយើងចំណាយអស់1លាន20តបមកទៀតចំណាយលើការជួលចំណូលហើយចំណាយលើការជួលឧទាហរណ៍បងប្អូនខ្លះគាត់ជួលទីតាំងអាជីវកម្មដើម្បីបើកលក់អញ្ចឹងចំណូលពីការជួលនេះខ្ញុំដាក់ជាឧទាហរណ៍គឺ4លាន80ម៉ឺនតែមកចំណាយរំលោះគឺអត់មានទេហើយចំណាយផ្សេងឧទាហរណ៍មានដូចជាការបង់ពន្ធបតង់ហើយផ្សេងប្រចាំឆ្នាំខ្ញុំបញ្ចូលចំនួនទឹកលុយ40ម៉ឺនរៀលបាទនេះគ្រាន់តែជាការឧទាហរណ៍ទេតែបន្ទាប់មកកន្លែងចំណាយសម្រាប់អាជីវកម្ម B8 នេះប្រព័ន្ធនឹងគណនាឲ្យអូតូដែរគឺមានទឹកលុយសម្រាប់មានទឹកលុយសរុបចំនួន12លាន40ម៉ឺនបាទបន្ទាប់មកកន្លែង B14 បាទ B14 នេះចំណូលសុទ្ធឬក៏ខាតពីអាជីវកម្មបាទកន្លែងនេះប្រព័ន្ធនឹងគណនាឲ្យអូតូដែរគឺចំណេញសុទ្ធគឺឃើញចំនួន47លាន60ម៉ឺនបាទបន្ទាប់មកកន្លែងពន្ធលើប្រាក់ចំណូល B15 នេះកន្លែងនេះគឺប្រព័ន្ធគណនាឲ្យអូតូដែរគឺពន្ធលើប្រាក់ចំណូលB15 គឺចំនួន2លាន60ម៉ឺនរៀលបាទ2លាន60ម៉ឺនរៀលបន្ទាប់មកកន្លែងពន្ធអបបរមានេះពន្ធអបបរមាឬប្រាក់ដោះពន្ធប្រាក់ចំណូលនេះសូមបងប្អូនបញ្ចូលទឹកលុយដែលបងប្អូនបានបង់ប្រចាំខែបាទប្រាក់ដោះពន្ធដែលបងប្អូនបានបង់ពីខែ1ដល់ខែ12សរុបចូលគ្នាមកឧទាហរណ៍នៅក្នុងនេះគឺយើងសរុបទៅឃើញ3លាន60ម៉ឺនក្នុងឆ្នាំ2025បាទមួយឆ្នាំពេញយើងបានបង់ប្រាក់ដោះពន្ធលើប្រាក់ចំណូលគឺមានចំនួន3លាន60ម៉ឺនរៀលបាទចុងក្រោយ B17 ពន្ធលើប្រាក់ចំណូលត្រូវបង់បាទកន្លែងប្រព័ន្ធគណនាអូតូដែរគឺឃើញ0បាទអត់ត្រូវបង់ទេដោយសារតែអីដោយសារតែពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរបស់យើងនេះឃើញតែ2លាន66ម៉ឺនទេប៉ុន្តែយើងបានបង់ដល់3លាន60ហើយតែពេលអញ្ចឹងពន្ធលើប្រាក់ចំណូលនេះគឺអត់ត្រូវបង់ទេបាទបន្ទាប់មកបងប្អូនអាចធ្វើការពិនិត្យតួលេខឡើងវិញតាំងពីលើដល់ក្រោមអាចធ្វើការពិនិត្យឡើងវិញមកបើសិនជាមានឃើញតួលេខណាខុសអាចធ្វើការកែប្រែបានបាទបន្ទាប់ពីយើងពិនិត្យរួចសពគ្រប់អស់ហើយបងប្អូនសូមចុចលើប៊ូតុងនេះមួយ
សញ្ញាធីកនេះបញ្ជាក់ថាទិន្នន័យដែលយើងបញ្ចូលគឺបានត្រឹមត្រូវបាទតបមកបងប្អូនសូមចុចលើប៊ូតុងពណ៌បៃតងបញ្ចប់ការប្រកាសពន្ធនិងបង់ប្រាក់ពន្ធបាទសូមចុចមកបាទនៅពេលដែលចុចហើយប្រព័ន្ធនឹងបង្ហាញដូចនៅក្នុងរូបនេះអញ្ចឹងបងប្អូនសូមចុចលើពាក្យបង់ប្រាក់បាទដើម្បីបង់ប្រាក់តាមទូរស័ព្ទដៃតែម្ដងបាទចុចលើពាក្យបង់ប្រាក់មកបាទនៅពេលដែលចុចលើពាក្យបង់ប្រាក់នេះប្រព័ន្ធនឹងបង្ហាញគ្រប់ធនាគារដែលជាដៃគូរបស់កិច្ចការពន្ធដារដើម្បីបងប្អូនជ្រើសរើសចាធនាគារមួយណាដែលបងប្អូនចង់បង់គឺបងប្អូនអាចជ្រើសរើសធនាគារនងទៅណាតាមតម្រូវការរៀងខ្លួនបាទសូមជ្រើសរើសធនាគារទៅបន្ទាប់មកប្រព័ន្ធនឹងឲ្យបងប្អូនអនុវត្តតាមការណែនាំរបស់ធនាគារខ្លះមានឲ្យបងប្អូនបញ្ចូលឈ្មោះគណនីលេខគណនីជាដើមហ្នឹងទៅហើយសម្រាប់ធនាគារមួយចំនួនទៀតគ្រាន់តែបងប្អូនចុចជ្រើសរើសទៅទាំងធនាគារនឹងបើកអេបរបស់ធនាគារដែលមាននៅក្នុងទូរស័ព្ទដៃរបស់យើងហ្នឹងឲ្យដើម្បីឲ្យបងបន្តបាទយ៉ាងទៅមុខទៀតខ្ញុំអត់បង្ហាញទេខ្ញុំសូមបង្ហាញត្រឹមនេះហើយសូមបញ្ចប់ត្រឹមហ្នឹងបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់ឬក៏មិនច្បាស់ត្រង់ណាសូមខមមិនសួរនៅខាងក្រោមវីដេអូបាទសូមអរគុណច្រើនសូមជម្រាបលា